Hello សួស្តី Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងធ្វើម្ហូបមួយមុខទៀតហើយគឺស្ងោរស៊ុបជើងជ្រូកចានេះគឺគ្រឿងផ្សំរបស់យើងចាមានស្លឹកខ្ទឹមជីនាងវងជីរណាហើយនិងម្អមចាហើយគ្រឿងផ្សំរបស់យើងបន្តទៀតមានខ្ទឹមចិញ្ច្រាំខ្ទឹមក្រហមរំដេងស្លឹកក្រូចសើចគល់ស្លឹកគ្រៃបន្លែរបស់យើងមានផ្សិតល្ហុងចាល្ហុងខ្ចីក៏បានល្ហុងសាគាក៏បានតាមការចូលចិត្តរបស់បងប្អូនណាតែពិតខ្ញុំត្រូវដាក់ល្ហុងខ្ចីទេតែដោយសារខែណាខែប្រាំងអញ្ចឹងល្ហុងវារៀនឆាប់សាគាទុំចាហើយនឹងពោតនេះបងប្អូនចង់ដាក់ក៏បានអត់ក៏បានចាណាហើយនឹងសាច់ជ្រូកចាសាច់ជ្រូកនេះខ្ញុំទិញ5-6ខាំហើយចាអញ្ចឹងជាដំបូងយើងចាប់ផ្ដើមដាក់ចំហីដាក់បំពងខ្ទឹមសិនចាបងប្អូនដាក់ប្រេងឆាក៏បានដាក់ខាងជ្រូកក៏បានតាមការចូលចិត្តតពីប្រេងក្តៅហើយចាយើងដាក់ខ្ទឹមចូលបងប្អូនបំពងខ្ទឹមឡើងជើងត្រង់មកចាបន្ទាប់ពីខ្ទឹមរបស់យើងឡើងជើងត្រង់ហើយចាអញ្ចឹងយើងដួសខ្ទឹមយើងវាទុកមកលើដើម្បីដាក់តាមក្រោយយើងទុកបន្តិចបន្ទាប់មកយើងក៏ដាក់ស្លឹកក្រូចសើចរំដេងខ្ទឹមក្រហមចូលចាយើងលេងវាឲ្យរៀងឈ្ងុយបន្តិចបន្ទាប់មកយើងដាក់សាច់ចូលចាទៅជ្រូកនេះដែរយើងយកជើងជ្រូកចាដោយសារអីជើងជ្រូកញ៉ាំទៅយកទៅរលាន់ចាស្ងោរទឹកជើងជ្រូកនេះដែរវាមានរសជាតិឆ្ងាញ់មួយបែបបន្ទាប់ពីស្ងោរទឹកទឹកគោចាច្រើនគេនិយមតែស្ងោរទឹកទឹកគោទៅចាជើងជ្រូកគេមិនចូលទេហើយសម្រាប់ខ្ញុំឆ្នៃជើងជ្រូកទៅជាស្ងោរទឹកវិញចាបន្ទាប់មកយើងត្រូវវាបំពុះសិនទៅចាបងប្អូនបន្ទាប់ពីយើងដាក់វាមកបំពុះហើយយើងកូរវាបន្តិចបន្ទាប់មកយើងចាក់ទឹកចូលចាទឹកនេះដែរយើងអាចដាក់1លីត្រកន្លះក៏បាន2លីត្រក៏បានចាតាមសមរម្យទៅតាមមុខម្ហូបរបស់យើងតាមសាច់តាមអីណាចាសម្រាប់ខ្ញុំថែមទឹកបន្តិចដើម្បីឲ្យវារងាស់បន្តិចទៅវារីងមកល្មមចាផុយសាច់ទៅល្មមចាយើងក្រោយវាសិនទៅរងចាំវាពុះម្ដងទៀតចាអញ្ចឹងបន្ទាប់ពីរងចាំទឹកពុះមកយើងមកហាន់គ្រឿងផ្សំហើយមកចាជីរបស់យើងហ្នឹងចាបងប្អូនអើយអត់តាន់ពុះនឹងឈ្ងុយមកដល់បដាហើយនេះជីមកចា
នអាចដាក់ម្អមក៏បានអត់ដាក់ម្អមក៏បានប៉ុន្តែច្រើនតែរបស់ខ្ញុំឲ្យតែស្ងោរស៊ុបគឺចូលចិត្តដាក់ម្អមចាវាឈ្ងុយវាធ្វើឲ្យជារសនៃមុខម្ហូបរបស់យើងវាកាន់តែឆ្ងាញ់ដែរចាជាណាចាស្ងោរស៊ុបនេះដែរយើងអត់ហាន់ស្លឹកជីខ្លីៗទេចាយើងហាន់វែងតែមកគឺជីញងវងចាបងប្អូនអាចដាក់ជីបន្តិចបន្តួចតាមការចូលចិត្តរបស់បងប្អូនតែសម្រាប់នាងខ្ញុំចូលចិត្តប្រើជីច្រើនគឺឈ្ងុយនៅពេលដែលយើងស្ងោរស៊ុបហ្នឹងចានិយាយទៅជីច្រើនគឺឈ្ងុយតែម្ដងចានេះគឺជាការស្ងោរស៊ុបបែបលក្ខណៈគ្រួសារណាចាគឺគ្រួសាររបស់ខ្ញុំគឺស្ងោរបែបនេះចាតែមិនដឹងថាគ្រួសារបងប្អូនស្ងោរយ៉ាងណាទេដាក់គ្រឿងយ៉ាងម៉េចផ្សំយ៉ាងម៉េចចាជួយប្រាប់ខ្ញុំផងតោះមកយើងក៏ហាន់ក្រូចចាអញ្ចឹងគ្រឿងផ្សំជីរបស់យើងចាបានហាន់រួចហើយចាឃើញថាស៊ុបរបស់យើងគឺបានពុះហើយចាដូច្នេះបងប្អូនឃើញមានពពុះនៅនេះទេចាអញ្ចឹងយើងដួសពពុះនឹងចេញមកព្រោះនេះគឺជាក្លិនឈាមរបស់ជ្រូកចិត្តដីឈាមដែលយើងលាងហើយតែវានៅជាប់នឹងសាច់ដែរវានៅជាប់ខាងគាត់ប្រាប់ម្លងអញ្ចឹងចិត្តឈាមវាអីហ្នឹងចាយើងដួសចេញមកចាពេលខ្លះសាច់ជ្រូកពេលខ្លះយើងទិញពីផ្សារមកប៉ុន្តែជ្រុញរបស់គេហ្នឹងចាខំពាក់ជាមួយនឹងសាច់តែម្ដងចាអញ្ចឹងទោះបីយើងដោះប្រើអំបិលដោះយ៉ាងណាព្រោះវាមិនស្អាតអស់ដែរចាអញ្ចឹងពេលយើងស្ងោរទៅគឺវាចេញជាតិដីនិងជាតិឈាមហ្នឹងមកហើយចាជាតិពពុះហ្នឹងគឺយើងដួសចេញឲ្យអស់មកចាបងប្អូនរងាស់វារហូតដល់តែសាច់បានផុយល្អតំណែងណាបងប្អូនអើយស្រុកជើងជ្រូកអញ្ចឹងយើងដាក់គល់ខ្ទឹមទឹកចូលទៅចាយើងត្រូវវាទុកម្ដងទៀតបើរំពុះទៀតទៅចាអញ្ចឹងទន្ទឹមនឹងយើងដាក់នេះដែរយើងដាក់ពុតចូលបន្តិចទៅបងប្អូនណាចាđể mình càng cái chiếc áiបងប្អូនដាក់កបានអត់ដាក់កបានដែរពោតចាប៉ុន្តែ30ហ្នឹងខ្ញុំតែងមកចំនួន10ផ្លែយកដុតដូច្នេះវានៅសំផ្លែចឹងហើយខ្ញុំក៏ឆ្នៃវាយកមកដាក់នៅក្នុងស៊ុបតែចាចាឥឡូវឃើញថាស្លរបស់យើងពុះល្មមសមគួរនឹងថែមបន្លែហើយចាដោយសារបន្លែល្ហុងនេះដែរវាសគីដល់ពេលអញ្ចឹងខ្ញុំអត់ដាក់មុនទេអញ្ចឹងវាឆាប់រលួយអញ្ចឹងខ្ញុំដាក់ពេលយើងចាប់ដើមគេដាក់ចុះណាមួយខ្ញុំអត់ទៅចូលចិត្តញ៉ាំរលួយខ្លាំងពេកទេចាហើយល្ហុងនេះដែរខ្ញុំអត់ចិត្តអស់សបកទេបងប្អូនបើសម្រាប់បងប្អូនខ្លះអត់សូវចូលចិត្តសបកបងប្អូនអាចចិត្តឲ្យអស់សបកក៏បានដែរតែសម្រាប់ខ្ញុំចូលចិត្តញ៉ាំព្រោះដោយសារសបកវាសបកជាតិក្លូរ៉ូហ្វីលច្រើនដែរចាក្លូរ៉ូហ្វីលច្រើនចាស្ងោរស៊ុបនេះសម្រាប់ស្ត្រីមានផ្ទៃពោះសម្រាប់មនុស្សចាស់នៅហត់អស់កម្លាំងត្រូវម៉ាច់តែម្ដងចាប៉ុន្តែមិនមែនចំពោះថា
មនុស្សចំនួនទាំងអស់ហ្នឹងទេគឺគ្រប់មនុស្សទាំងអស់ញ៉ាំបានគ្រាន់តែថាបើសិនជាអ្នកទាំងពីរទាំង3ប្រភេទនោះញ៉ាំទៅគឺល្អខ្លាំងចាល្អខ្លាំងត្រង់ថាស្ត្រីមានផ្ទៃពោះមនុស្សចាស់ហើយអស់កម្លាំងគឺគាត់ញ៉ាំទៅទី1នៅស្ត្រីផ្ទៃពោះអាចសម្រួលទឹកដោះមនុស្សចាស់ទៅហោះអស់កម្លាំងហ្នឹងគឺគាត់ញ៉ាំទៅមានកម្លាំងបើចាមួយពីឈ្មោះហ្នឹងយើងធ្វើស៊ុបធ្វើអីទៅចាពីច្រើនគឺស៊ុបទាំងគឺឆ្ងាញ់ហើយវាមានកម្លាំងសម្រាប់ដល់នេះតែយើងធម្មតាញ៉ាំទៅក៏មានកម្លាំងដែរចាដោយសារវាសម្រួលជាតិប្រូតេអ៊ីនវីតាមីនចេញពីនេះចាឥឡូវតោះមកយើងចាប់ផ្ដើមដាក់ម្សៅស៊ុបចាម្សៅស៊ុបនេះដែរខ្ញុំដាក់1 វែកកន្លះអំបិលវាចង់ស្ត្រីបាយចាស្ករត្នោតស្ករសបងប្អូនអាចប្រើស្ករត្នោតថ្មីក៏បានចាតែសម្រាប់ខ្ញុំប្រើស្ករស1ស្លាបព្រាកន្លះចាដោយសារស៊ុបនេះដែរវាមានចេញជាតិផ្អែមពីល្ហុងផងនិងពីពោតផងដូច្នេះខ្ញុំដាក់តែល្មមទេចាទៅតាមបរិមាណនៃទំហំទឹកស៊ុបរបស់យើងចាតោះមកយើងដាក់ប៊ីចេងចាចុងស្លាបព្រាបាយបងប្អូនរងាស់វាម្ដងទៀតរហូតដល់តែល្ហុងយើងផុយល្មមចាសម្រាប់ស៊ុបនេះដែរនាងខ្ញុំអត់ធ្វើឲ្យសាច់ជ្រូកផុយខ្លាំងទេចាមកល្មមមកឆ្អិនល្មមយើងអាចខាំទាកបានគឺវាឆ្ងាញ់ហើយសម្រាប់បងប្អូនចង់ឲ្យវាផុយខ្លាំងក៏បងប្អូនអាចរងាស់ខ្លះយូរជាងនេះបន្តិចតែសម្រាប់ខ្ញុំគឺខ្ញុំត្រូវការតែផុយល្មមទេចាមកខាំទាកបានចាឥឡូវឃើញថាស្លយើងបានឆ្អិនហើយចាស៊ុបរបស់យើងហើយយើងវាដាក់ចានតោចាអូបងប្អូនបងប្អូនចាកំណងមែនតែនចាណែអត់ទៅតែម្ដងចឹងយើងធ្វើការកាត់គៀបទៅចាឥឡូវយើងងាកមកមើលឥឡូវឃើញថាសម្លយើងឆ្អិនហើយចាយើងដាក់ចានមកហើយយើងដាក់ខ្ទឹមបំពងចូលបន្តិចជីចាមកអូមចាគ្រឿងផ្សំដែលយើងបានហាន់ប៉ុណ្ណឹងចាបងប្អូនដាក់មកលេងមកឆ្ងាញ់មកបងប្អូនចាសម្រាប់ខ្ញុំដាក់ជីច្រើនបន្តិចព្រោះខ្ញុំចូលចិត្តចាអញ្ចឹងយើងកូរដាក់វាស្លាប់បន្តិចទៅចាបងប្អូនប្រើក្រូចឆ្មាចង់បានឈ្ងុយបងប្អូនកុំប្រើក្រូចឆ្មាទុំចាអត់ឆ្ងាញ់ទេបងប្អូនប្រើក្រូចឆ្មាទៅតែថ្មីមកចាឆ្ងាញ់ឆ្លន់ឡើងឈ្ងុយចេញពីក្រូចឆ្មាតែម្ដងចាទឹកក្រូចនេះវាតិចតូចដែរដូច្នេះខ្ញុំច្របាច់វាពីរទៅចាគឺថាមុខម្ហូបរបស់យើងបានឆ្ងាញ់ហើយចាស៊ុបវ៉ាវបងប្អូន